xa thư vô ở lục nè xa tôi so bà đó tương lai xông ạ nà mô tân niên sẽ đập bố thẹ tâm lý sau lạc xa đi mình bà mô tròn krong riêng riêng đòi xâm đạch ràng bố thì vông nôn ngạt nâng thôn hình nơi khăn sông cung khmai dừng nè na có tay tên này giấy âm pi bố thẹ tâm lý đây tụ bấy chỉ kỹ bàn đăng tay cái đấy tràn cái đấy tơ tam ca trong trăm rư để bàn lưới kia này giấy prap rư ở xa bàn an xịp hư âm pi bố tâm lý để bán lẹ một đỏ đáy kia nung tay mà đòn rồi hồn một đỏ tê bài chậm bòn đi kia nơi có mình toán bàn đăng ai bật có tê thả ta bố thẹ tâm lý nung cứ chi tâm lý để tranh âm pi để sa ma sắm bột chia bao mà kêu này dừng nung mến rư mũi giang nà kể hạ đôi chia của miền khoa tang ai na để an thả để sa ma sắm bột bán thuê ca tụi tiền đi nơi không kiếm pi bên trái bề đỏ rư nơi không chuyện nọ na 10 lời dũng tam sẽ đây đội biên trả đặc nơi không bột thẹ tâm lý chẳng o cái ai sang kết khơi thả ca tụi tí miền là cả nạ chỉ tu tới khla đài con tay biên ca có sầm qua bị xe muối đài thả tụm ní chẳng o nục cho ra nơi dây sầm đá tơ lừaប្រទេស Campuchia យើងនេះតែម្ដងដែលហៅប្រទេសយើងតាមឈ្មោះពីដើមថានគរគោកធ្លកជាហេតុយ៉ាងឲ្យអ្នកអានខ្លះយល់ថាព្រះសម្មាសម្ពុទ្ធទ្រង់ធ្លាប់យាងមកកាន់ប្រទេសកម្ពុជាចំពោះករណីនេះយើងអាចសន្និដ្ឋានបានថាជាការមិនពិតទេព្រោះថានគរគោកធ្លកយើងនេះមានប្រវត្តិសាស្ត្រក្រោយពុទ្ធសករាជដល់ទៅជាង600ឆ្នាំឯណោះប៉ុន្តែអ្វីដែលជាក់ស្ដែងបំផុតនោះគឺសៀវភៅពុទ្ធទំនីមួយដែលបានអានជាច្រើនលើកច្រើនសារនៅក្នុងដើមទសវត្សរ៍នៃឆ្នាំទី60រហូតបានចាំបានមួយចំណែកធំសៀវភៅនោះមានឈ្មោះថាពុទ្ធទំនីសោលសនិមិត្តដែលបរិយាយអំពីព្រះបាទបសេនតិកោសលទ្រង់សបិនិមិត្តឃើញហេតុ16ប្រការហើយព្រះអង្គបានយាងទៅអារាធនាព្រះសម្មាសម្ពុទ្ធជាម្ចាស់សូមឲ្យព្រះសម្មាសម្ពុទ្ធជួយកាត់សុបិននោះថ្វាយមានតែពុទ្ធទំនីសោលសនិមិត្តថ្លែងអំពីមហាសុបិន16ប្រការនេះទេដែលគេប្រទះឃើញនៅក្នុងគម្ពីរពេត្រាយបិដកគឺនៅក្នុងសតន្តបិដកខតេកនិកាយជាដកភាគ58មានចំណងជើងថាមហាសុបិនជាដកសាធុវោអស់លោកអ្នកសាទសពបរោះទាំងឡាយមហាសុបិនទាំង16នោះគឺ 1. ឃើញគោអូសូបេរីរត់ពីទិសទាំង4សម្ដៅមកប្រលៀនក្នុងកិរិយាថានឹងជុលគ្នាប៉ុន្តែលុះរត់មកដល់បែរជាមិនជុលគ្នាទៅវិញ 2. ឃើញដើមឈើដុះទើបតែបានកម្ពស់ប្រហែលជា1 ហត្ថស្រាប់តែមានមែកបែកសាខាមានផ្កាមានផ្លែរនេចរណោ 3. ឃើញមេគោបង្កើតកូនថ្ងៃនឹងរួចសុំកូនរបស់ខ្លួនបើដោះវិញ 4. ឃើញអ្នកស្រែចំការគេមិនទឹមគោធំធំទេតែគេបែរជាទឹមគោតូចតូចទៅវិញដែលអូសនង្គ័លរនោះឬរទេះនោះមិនរួចទាល់តែសោះ 5. ឃើញសេះមានមាត់ពីរហើយមានមនុស្សពីរនាក់បញ្ចុកស្មៅឲ្យស៊ីនៅមាត់ទាំងពីរប៉ុន្តែវាស៊ីមិនចេះឆ្អែតឡើយ 6. ឃើញគេយកភីកមាសមានតម្លៃរាប់សែនតម្លឹងឲ្យឆ្កែចចកជុះនោមដាក់ច្បាប់ខ្លះថាឃើញឆ្កែនោមដាក់កន្ធៅមាស 7. ឃើញឆ្កែចចកស៊ីខ្សែដែលបរោះម្នាក់វិញហើយនោះទាល់តែអស់ 8. ឃើញក្អមធំមួយមានទឹកពេញគេដាក់នៅកណ្ដាលហើយមានក្អមតូចតូចជាច្រើននៅជុំវិញឃើញមានមនុស្សនាំគ្នាដងទឹកចាក់ចូលតែក្អមធំដែលមានទឹកស្រាប់ប៉ុន្តែឥតមាននរណាម្នាក់ចាប់ផ្លឹកចាក់ទឹកចូលក្អមតូចតូចទៅទេទាំងនោះសោះ 9. ឃើញស្រះបោករណីមួយមានទឹកល្អក់នៅត្រង់កណ្ដាលឯទឹកនៅតាមមាត់ច្រាំងជុំវិញដែលមនុស្សសត្វផងតែងចង់អាស្រ័យទៅជាថ្លាស្អាត 10. ឃើញបាយមួយឆ្នាំងមានឆ្អិនផងជ្រីផងឆៅផង 11. ឃើញគេយកក្លឹមច័ន្ទដែលមានតម្លៃមួយតម្លឹងទៅដូរយកទៅដោះគោជូរប្អូនហើយស្អុយទៅវិញ 12. ឃើញឃ្លោកលិចអំបែងអណ្ដែត 13. ឃើញដុំថ្មប៉ិនផ្ទះអណ្ដែតទឹករួចរសាត់តាមខ្យល់បាត់ទៅ 14. ឃើញសត្វកង្កែបតូចតូចលោតដេញខាំពូវែកធំ 15. ឃើញរាជហង្សហើរទៅហែហោមក្អែក 16. ឃើញពពែដេញខាំខ្លាមានសេចក្តីដំណើរមកយ៉ាងនេះថា
nơi vì lia là nghị nụ anh để bàn và sen tị cao sòn trong giường chỗ từ căn praten sa yana la bần tum đôi song bầy đòn non rì tây nụ ông trong tum giang sen scop scol non pra bần tum tàng vì lia rồng long atrit rồi hốt đo vì lia tiệp lửขณะได้พระองค์กำปงตุ้มยังสกอบสกอนลงสนามได้พระองค์ตรงโยสุบันนิมิตดอกประมวยประกายังจะบาเตงหากใบโดยเจียพระองค์ตรงบานตดเนื้อประเนตรโดยชนได้ลูกพระองค์ตานดังประยาสมาตได้ลังเนื้อเวลีตีพลินุพระองค์ตรงเนื้อจำสุบันนิมิตยังดอกประมวยประกานุยังจะบาอันมินพลิกเพียงโดยประกาหน้ามือลอยพระองค์ตรงประจันดาถาสุบันดีหากใบโดยจีจำไลปนปีนะชบาเชียประพนลเอาไว้คลามันเล่นเลยกาบัดตรงแปรดำแรโดยชนะรุ่ยหายแปรบาดปัสนติเกาสอนก่อตรงตราหือปุริอมาตเอาเตออินจืนอโลเปรียมเชียปะเราหัดบันเดทาวราโมกันประริโรงรุ่มเชียบันตวนปีตรงสองแปรสกันเทวรีรุ่ยหายประอ๋องตรงปอตามตนหลวงปริญญาเตการรุ่งประริโรงรุ่มจูบอโลปะเราหัดเปรียมประบันเดทาวราได้บานอันเจยโมกจำกอตรีตรารู้จิตใสแปรบาสำได้ปัสเซนติเกาสอนตรงตราตัวอโลกเนียมเมินถึงดุตีแปรบอมน้องระบอบพระองขนมกาบางองประจุมวิสมัยมวยนี้รวยเถยพระองกอรีบรวบจูนองประจุมเตียงมูลอัมปีมหาสุบันิมิตแยงดอกประมวยประการนี้ขนมจำหนอมประริเฮารากระไดประริปะเราหัดกระไดได้บานเรียนอัมปีวิเชียเตียงดุปมเบียนนามาเนี่ยไอกัดยุลบานเนอประพนลได้การล้างอัมปีพระมหาสุบันเตียงดุตีปนแต่ดำใบกำอ้อยโคชมัวระบอกลุ่นเมียนเฮารามันเนี่ยบางตุตีสมานสมาถาทวายประโปมหากษัตริย์พระองค์ดังตรงจูบกรุธนะนามวยมันขานขนมจำนอมกรุธนะใบยานโดยต่อตื่นพระองค์ไอโคจริสมบัติปมนูสาวหรือโคจมเหสีหรือบาปมโดยชนตีพระองค์ดังตรือสาวตีบึงกุฎหายกาบาตรงแปรสันดับเนื้อประดิษฐ์ฮาราทวายตรงนี้ยังโดยชนหายประบาดปัสเซนติเกาสอลก่อตรงปรุยประดิษฐ์ฮาราตียังคลังก่อตรงตราสัวอยู่บ่อปะเราหัดถาตาเตยทั่วด้วยมันได้ดำใบรมดอกครัวเตียงลูกบ้านปะเราหัดบ้านทวายอยู่บ่อถาเมียนแต่เตยประดอกพิธีบูชียันปนอตีดาวให้ถาพิธีบูชียันดำเราไอเมียนการสำหรับมนุษย์หนึ่งสัตจิจรันเตอประเนียงมาลิกาเจียเปรอากาไม่ให้ซีตรงทวายอยู่บ่อจุ่มตัวเตอเปรสวาไม่ถาได้ประองจองรู้คลุนไอเฮาเตอสำหรับกีดำใบโบเชียใหญ่หนุกเวียมันตรำตรือตัวเตสอเปรียอาแกะมาเฮสิก็มาแน่นอมเปรสวามัยเอาเตอควายบังกมตัวสัวเปรสามาสัมปดมือดำใบจังดังถาตาไหนมหาสุบันนี้วิปัดโดยปริเฮาราบางตัวควายเมนหรือมันเมนประบาปัสเซนิติเกาสองก่อตรงสนัดยังเตการสำนักในเปรสามาสัมปดได้การนอพระองค์กำปงกงในขนมบดเจตปุนโลสนาเยียงตดดอดำนาประสาสดาวิเลนาประบาปัสเซนิติเกาซอลก่อเลือกอประนอมทเวออาภิวันบรรทุนกายจำปัวประบรมศาสดาแต่งตูประสาสดาปีบัทบน้องในการเยียงระบอบพระองค์ตะการตีนุดอยอนุเพียบในเตอเป็นยินระบอบพระองค์เปรียสัมมาสัมพุทธตรงเรียบอัมปีดำนาเรื่องนี้รู้จิตใจเตอหายประบาปัสเซนิติเกาซอลตรงเลือกเปรียมหาสุบันระบอบพระองค์บุยมุยตูลเปรบรมศาสดาจำในไอเปรบรมศาสดามหาปัจเจกปุตวิญพระองค์ก็ตรงทวายสิกได้ถ่ายมอเป็นมหารีสุบันนี้มันเมนมินในเอาไว้เตะตรงเตือนหนึ่งพระองค์ตัวโดยบารหัตตูทวายนุตีเรื่องถึงอ๋อเวียนหนึ่งการเมียนล่างเนออนาคตนุสำหรับมนุษย์โลกจิตูเตยผ่องหนึ่งสำหรับศาสนาตถาคตผ่องรวยหายเปรียสัมมาสัมพุทธตรงการแปรมหาสุบันนิมิตอย่างออกนุกทวายประบาดปัสเซนิติเกาซอลตามลมดับลมดอยโดยต่อตึงสุบันจีกรมรุปมวยประบาดปัสเซนิติเกาซอลตรงแปรสุบันนิมิตขึ้นโกโอสุบรีบ่าวเจ๋งอัมปีตื้อเตียงบุญสำลังมอประเลียนขนองกิริยาสังเขินปีจมไงมกถาหนึ่งจุลขณีลูกบอลมกดองจูบเนียเนลือเปรลินขนมขามกเปรบรมริจเบียงโกโอสปริจังนุกบายเชียมันจุลคณีตวิง
ព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធទ្រង់ព្យាករណ៍តាមព្រះសុបិននេះថាអំណើតទៅមុខមេឃអាកាសនឹងប្រែប្រួលលក្ខណៈខុសពីធម្មតាដោយសារមនុស្សមិនសូវកាន់ធម៌ទាំងព្រះរាជាទាំងនាម៉ឺនទាំងប្រជាជនទាំងសមណព្រាហ្មណ៍ច្រើនតែខ្វះសិលធម៌នាំឲ្យទេវតាពុំសប្បាយព្រះទ័យក៏បណ្ដាលឲ្យធាតុអាកាសប្រែប្រួលភ្លៀងបង្អុរមកពុំបានគ្រប់គ្រាន់ដំណាំនិងឈើផងទាំងឡាយឲ្យផលានុផលមិនបានបរិបូរណ៍ជួនកាលមេឃមីងងឹតអួអាប់ដុនដាបដោយពពកដុំខ្មៅដែលតាមចំណាំបានថាបន្តិចទៅទៀតនឹងមានភ្លៀងធ្លាក់បង្អុរចុះមកមនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវសាសំលៀកបំពាក់រីឯអ្នកដំណើរក៏នាំគ្នារត់ទៅចម្រោកតែរៀងខ្លួនស្រាប់តែគេពុំឃើញភ្លៀងធ្លាក់ទាល់តែសោះពេលខ្លះមេឃភ្លឺស្រឡះដែលមានការចំណាំថានឹងគ្មានភ្លៀងធ្លាក់ទេប៉ុន្តែបន្តិចក្រោយមកស្រាប់តែមានភ្លៀងបង្អុរចុះមកយ៉ាងជោគជាំទៅវិញសុបិនជាគម្រប់ពីរព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញឈើមួយដើមទើបនឹងដុះបានកម្ពស់ប្រហែលជាមួយហត្ថក៏ស្រាប់តែមានបែកមែកសាខាត្រសុំត្រសាយមានផ្កាមានផ្លែរណេញរណោងព្រះបរមសាស្តាទ្រង់ព្យាករណ៍តាមព្រះសុបិននេះថាអំណើតទៅមុខមនុស្សម្នាចេះស្រឡាញ់គ្នានិងយកគ្នាជាប្តីប្រពន្ធនៅក្មេងៗណាស់ព្រោះតែគេមានកិលេសច្រើនពេកគឺអាយុ13ឆ្នាំ14ឆ្នាំ15ឆ្នាំគេនឹងរៀបការគ្នាជាប្តីប្រពន្ធមានកូនអាយុ25ឆ្នាំទៅ30ឆ្នាំក៏មានចៅឯអាយុកាន់តែខ្លីហើយក្មេងស្រីឆាប់មានរដូវណាស់សុបិនជាគម្រប់3ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញមេគោធំបង្កើតកូនមកហើយក្នុងថ្ងៃហ្នឹងរួចសុំបៅដោះកូនរបស់ខ្លួនវិញព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករណ៍តាមព្រះសុបិននេះថាអំណើតទៅមុខមនុស្សកាន់តែបាត់បង់សិលធម៌ច្រើនមិនចេះគោរពមាតាបិតាគ្រូអាចារ្យរបស់ខ្លួនទេហើយយូរតទៅមុខទៀតមាតាបិតាត្រូវអង្វរកូនត្រូវប្រឹងផ្គាប់ចិត្តកូនរបស់ខ្លួនដើម្បីឲ្យកូនចិញ្ចឹមខ្លួនជាឪពុកម្ដាយឲ្យបាយទទួលទានផងសុបិនជាគម្រប់4ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញគេមិនទឹមគោធំទេតែគេបែរជាទឹមគោតូចទៅវិញព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករណ៍តាមព្រះសុបិននេះថាអំណើតទៅមុខមនុស្សអ្នកចេះដឹងមានការបបពិសោធន៍គេមិនឲ្យទទួលធ្វើការងារធំដុំទេគឺគេយកតែក្មេងៗដែលខ្វះការបបពិសោធន៍ឲ្យធ្វើការម្ល៉េះហើយធ្វើការទៅមានត្រូវខ្លះខុសខ្លះដែលបង្កឲ្យមានការលំបាកជាពន្ធពេកយ៉ាងសុបិនជាគម្រប់5ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញសេះមួយនោះមានមាត់ពីរទោះបីជាគេបញ្ចុកស្មៅឲ្យវាស៊ីប៉ុន្មានក៏ដោយក៏វាមិនចេះឆ្អែតដែរព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករណ៍តាមសុបិននេះថាអំណើតទៅមុខក្រឡាផ្ទៃក្រោមធ្វើអំពើអធម្មកម្មពន្ធពេកយ៉ាងពួកតុលាការផងគេកាត់ក្តីពុំប្រកបដោយសេចក្តីសុចរិតទៀងត្រង់យុត្តិធម៌បន្តិចណាសោះឡើយគឺគេតែងឆ្លៀតយកការកាត់ក្តីធ្វើជាឱកាសសម្រាប់ចម្រិតយកមាសប្រាក់ឬទ្រព្យសម្បត្តិរបស់គូក្តីទាំងសងខាងដោយឥតមានត្រាប្រណីឡើយទោះបីជាគូវិវាទទាំងសងខាងសុខប៉ាន់អស់ប៉ុន្មានក៏ចៅក្រមមិនចេះឆ្អែតចន់ដែរគេនៅតែប្រព្រឹត្តដូចនេះជារហូតរីឯអ្នកកាត់ក្តីនោះទៀតសោតច្រើនតែមនុស្សក្មេងៗជាអ្នកមិនសូវមានចំណេះវិជ្ជាអ្វីជ្រៅជ្រះទេសុបិនគម្រប់6ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញគេយកភេកមាសមានតម្លៃ100,000តម្លឹងទៅត្រង់ទឹកនោមឆ្កែចចកឬតាមច្បាប់ខ្លះថាឃើញឆ្កែចចកនោមដាក់កថៅមាសព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករណ៍តាមព្រះសុបិននេះថាអំណើតទៅមុខអ្នកដែលធ្លាប់មានត្រកូលខ្ពង់ខ្ពស់នឹងធ្លាក់ខ្លួនទៅជាទាល់ក្រលំបាកតោងចាក់ថោកទាបព្រោះឥតមានយសស័ក្តិនឹងគេចំណែកឯអ្នកដែលធ្លាប់តែនៅក្នុងត្រកូលថោកទាបវិញត្រូវគេបានឡើងធ្វើជាអ្នកដឹកនាំ
មានសាក់យុះខ្ពង់ខ្ពស់ត្រដែតត្រដឹមម្លោះហើយពួកអ្នកត្រកូលខ្ពស់ទាំងនោះត្រូវបង្ខំចិត្តលើកូនស្រីរបស់ខ្លួនឲ្យទៅធ្វើជាភរិយានៃត្រកូលថោកទាបដែលមានសាក់យុះមានអំណាចដើម្បីឲ្យបានងាយស្រួលក្នុងការរស់នៅសុបិនជាគម្រប់7ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញឆ្កែចចកស៊ីខ្សែដែលបរោះវិញហើយនោះទាល់តែអស់ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិននេះថាអំណើតទៅមុខយូរទៅស្រីស្រីមានទេគះគឺមានតម្រេកយ៉ាងខ្លាំងក្លាចូលចិត្តផឹកស្រាស្រឡាញ់តែគ្រឿងអលង្ការចូលចិត្តតាក់តែងរាងកាយសបាយឆើតឆាយសបាយតែខាងការត្រៃចរតាមច្រកលហករោគប្រុសសាហាយឥតគិតគូរពីរក្សាទានសិលសោះសំបីការងារក្នុងផ្ទះសម្បែងក៏ពុំសូវធ្វើឲ្យបានដិតដល់ដែរឯប្តីលំបាកចិត្តណាស់ឥតបានសុខសាន្តទេព្រោះហេតុតែទុកប្រាក់កាសមិនចេះគង់ដោយសារតែប្រពន្ធក្បត់ចិត្តប្តីទៅតែពីចាយវាយខ្ជះខ្ជាយសុបិនជាគម្រប់8ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញក្អមធំមួយមានទឹកពេញព្រាបនិងក្អមទទេតូចតូចជាច្រើននៅព័ន្ធជុំវិញព្រះអង្គទ្រង់ឃើញមានមនុស្សមកពីទិសដទៃនាំគ្នាដងទឹកចាក់ចូលតែក្អមធំមានទឹកពេញស្រាប់ដែលនៅត្រង់កណ្ដាលនោះឥតមាននរណាចាប់ផ្លឹកថានឹងចាក់ទឹកក្នុងក្អមទទេតូចតូចទាំងនោះផងឡើយព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិននេះថាអំណើតទៅមុខនៅក្រឡាផ្ទៃក្រោមនឹងមានកើតការប្រែប្រួលដោយអ្នកកំសត់ទុរគតនាំគ្នាជញ្ជូនប្រាក់កាសទៅបំពេញតែទូនឹងហឹបរបស់អ្នកមានធនធានស្រាប់ថែមទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចម្ការច្បារដំណាំឲ្យអ្នកធំអ្នកមានស្អុកស្ដំចោលមុខរបររបស់ខ្លួនអស់ខំបេះយកផលជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិឥតឱកាសនឹងធ្វើការងាររបស់ខ្លួនឡើយសុបិនជាគម្រប់9ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញស្រាបោខរណីមានទឹកល្អក់ត្រង់កណ្ដាលដែលពុំមាននរណាទៅប៉ះពាល់សោះនោះឯទឹកឆ្នេរនៅច្រាំងជុំវិញដែលមនុស្សសត្វផងតែងចុះអាស្រ័យបែរទៅជាស្អាតល្អឥតមានកកល្អក់បន្តិចសោះណាឡើយព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថាអំណើតទៅមុខពួកមន្ត្រីរាជការមានចិត្តមិនបរិសុទ្ធរមែងប្រកបដោយអកតេធម៌4យ៉ាងគឺការកាត់ក្តីមិនត្រឹមត្រូវតាមច្បាប់នេះមួយសម្លឹងចង់តែបានទ្រព្យសម្បត្តិរបស់គេនេះមួយគ្មានព្រមវិហារធម៌ចំពោះបណ្ដារាជសោះនេះមួយមានចិត្តកាចខូខើនេះមួយគឺគេធ្វើបាបរាជខ្លាំងពេករហូតបណ្ដារាជរត់ចោលស្រុកកំណើតរត់ចោលការងារមុខរបរនាំគ្នាទៅរស់នៅដោយចង្កាត់មាត់យកនៅនីព្រៃភ្នំដុំថ្មឯនោះទៅវិញទើបបានសុខស្រួលបានរួចរំដោះអំពីទុក្ខភ័យផុតពីក្តីលំបាកសុបិនជាគម្រប់10ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តបានឃើញបាយមួយឆ្នាំងមានឆ្អិនផងមានឆៅផងមានជ្រីផងព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិននេះថាអំណើតទៅមុខស្រុកទេសនឹងមានកើតហេតុភេទ3យ៉ាងដូចតទៅទី1មនុស្សផងទាំងឡាយគឺពួកមន្ត្រីរាជការកេហបតីនិងសមណជីព្រាហ្មណ៍ទាំងឡាយមិនប្រកបដោយសិលធម៌សោះឡើយទី2ពួករុក្ខទេវតាអរគទេវតាអាកាសទេវតាទាំងអំបាលមានមិនកាន់សិលឬកាន់ធម៌ឡើយទី3នៅភូមិភាគខ្លះមានភ្លៀងធ្លាក់ច្រើនហួសពេកតើតែរលួយសំណាបរលួយសន្ទូងអស់ដំណាំដុះឲ្យផលមិនបានគ្រប់គ្រាន់មិនធំធានល្មមនឹងសេចក្តីត្រូវការឡើយសុបិនជាគម្រប់11ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញគេយកខ្លឹមច័ន្ទមានតម្លៃ100,000តម្លឹងទៅដូរយកទៅដោះគោជូប្អូនហើយស្អុយទៅវិញព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិននេះថាអំណើតទៅមុខពួកភិក្ខុសង្ឃដែលជាអ្នកបួសក្នុងសាសនាតថាគតគិតតែពីខាងលោភលន់ចង់បានបច្ច័យ4ហួសហេតុព្រមទាំងចង់បានឋានៈខ្ពង់ខ្ពស់ឥតបែអៀនខ្មាស់សោះឡើយធម៌វិន័យដែលតថាគតទេសនានោះ
គឺមិនត្រេកអរនឹងបច្ច័យ4ទេមិនចង់ឲ្យបានឋានៈអ្វីឡើយឲ្យតែខំកញ្ចាត់បងនៅលោភៈទោសៈមោហៈចេញឲ្យផុតអំពីសន្តានចិត្តឲ្យខំប្រព្រឹត្តសិក្ខាគឺសិលសមាធិបញ្ញាឲ្យបានមុខមាត់មែនទែនដើម្បីជាផ្លូវទៅកាន់ព្រះនិព្វានប៉ុន្តែលុះដល់តថាគតបរិនិព្វានអស់ការកន្លងទៅយូរអង្វែងពួកភិក្ខុទាំងឡាយដែលនាំគ្នាប្រែក្លាយធម៌របស់តថាគតដោយទេសនាបញ្ចេញបញ្ចូលឲ្យទៅខាងបានពីរស់ល្បីល្បាញលើសគេដើម្បីឲ្យបានលៀបសការៈច្រើនបានឋានៈខ្ពង់ខ្ពស់ឥតខ្លាចបាបសោះឡើយគឺពួកភិក្ខុទាំងនោះហ៊ានយកធម៌សម្រាប់ព្រះនិព្វានទៅដូរយកនៅបច្ច័យ4សុបិនជាគម្រប់12ព្រះបាទបសិណតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញឃ្លុកលិចអំបែងអណ្ដែតព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថាអំណើតទៅមុខនឹងមានការប្រែប្រួលនៅក្រឡាផ្ទៃក្រោមដោយហេតុថាអ្នកល្ងងខ្លៅត្រូវបានឡើងធ្វើជាអ្នកដឹកនាំមានស័ក្តិយកខ្ពង់ខ្ពស់ត្រដែតត្រដឹងមានអំណាចរួចហើយគេលើកដំកើងតែមនុស្សល្ងងខ្លៅដូចគ្នាឲ្យស្រដីលើអ្នកប្រាជ្ញរាជបណ្ឌិតតម្រូវឲ្យអ្នកប្រាជ្ញរាជបណ្ឌិតស្ដាប់បង្គាប់តែអ្នកល្ងងខ្លៅទៅវិញសុបិនជាគម្រប់13ព្រះបាទបសិណតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញដុំថ្មមួយដុំធំប៉ុនផ្ទះអណ្ដែតទឹកដូចជាទូករួចរសាត់បាត់ទៅតាមខ្យល់ទៅព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ជាកសុបិននេះថាអំណើតទៅមុខយោស័កខ្ពង់ខ្ពស់នឹងត្រូវបានតែខាងពួកអត្រកូលពលគឺពួកអ្នកត្រកូលថោកទាបអវិជ្ជាត្រូវបានឡើងធ្វើជានិមឺនធំធំចំណែកឯពួកមានត្រកូលត្រឹមត្រូវសុចរិតយុត្តិធម៌ទៀងត្រង់ពិតៗត្រឡប់ទៅជាធ្លាក់ខ្លួនក្រខ្សត់អ្នកផងលែងគោរពកោតក្រែងគឺគេនាំគ្នាគោរពកោតខ្លាចតែពួកអត្រកូលទៅវិញម្យ៉ាងទៀតគេនឹងលែងធ្វើកិរិយាកិច្ចចំពោះព្រះសង្ឃដែលមានសិលបរិសុទ្ធគេបែរទៅជាគោរពរាប់អានភិក្ខុអលជីដែលទ្រុសិលទៅវិញពួកភិក្ខុសង្ឃដែលប្រណិប័តត្រឹមត្រូវទៅតាមវិន័យត្រឡប់ជាចាត់ទ្រាំទីប្រជុំសង្ឃទៅនៅឯក្រៅបានអស់ទៅសុបិនជាគម្រប់14ព្រះបាទបសិណតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញសត្វកង្កែបតូចតូចលោតដេញខាំពូវែកធំធំហើយទំពាស៊ីលេបបាត់ទៅព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ជាកតាមព្រះសុបិននេះថាអំណើតទៅមុខលោកនឹងអាប់អោនទៅនៅក្នុងគ្រាដែលមនុស្សទាំងឡាយសង្ក្រាស់ទៅដោយកម្លាំងកាមមេរិយៈដ៏ខ្លាំងក្លាមានកិលេសតណ្ហាគ្របសង្កត់ជាប់បណ្ដាលឲ្យប្តីសីសុខចិត្តនៅក្រោមអំណាចប្រពន្ធក្មេងៗទាំងទ្រព្យសម្បត្តិសពសារពើសោកក៏នៅក្នុងកំដាប់ដៃនៃប្រពន្ធក្មេងៗទាំងនោះដែរការបើប្តីសួរនាំអំពីទ្រព្យសម្បត្តិផ្សេងៗប្រពន្ធក្មេងៗតែងស្ដីបន្ទោសជាប្រមាថតបទៅវិញកំហែងគំរាមប្តីលុះនៅក្នុងអំណាចរបស់ខ្លួននោះឲ្យស្មើខ្ញុំកំដរសុបិនជាគម្រប់15ព្រះបាទបសិណតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញរាជហង្សហើរហែហំសត្វក្អែកបើក្អែកនៅទីណារាជហង្សក៏នៅទីនោះដែរព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ជាកតាមសុបិននេះថាអំណើតទៅមុខពួកព្រះរាជាក្នុងខតយត្រកូលនិងពួកដែលធ្លាប់នៅក្នុងត្រកូលខ្ពង់ខ្ពស់មានចំណេះវិជ្ជាបែរទៅជាហែហំពួកល្ងងខ្លៅនៅក្នុងត្រកូលថោកទាបដែលមានអំណាចដើម្បីទៅសុំបុណ្យសុំស័ក្តិពីពួកត្រកូលថោកទាបនោះទៅវិញសុបិនជាគម្រប់16ព្រះបាទបសិណតិកោសលទ្រង់ត្រាស់ទូលសួរព្រះបរមសាស្តាថាខ្ញុំម្ចាស់យល់សុបិនឃើញពពែដេញខំខ្លាបើតាមសុបិនបែបនេះតើនឹងមានកើតហេតុភេទទៅប្រែប្រួលជាយ៉ាងណាដែរទៅព្រះអង្គអោព្រះជាម្ចាស់ខ្ញុំអើយតាំងពីកើតមកខ្ញុំព្រះអង្គធ្លាប់តែបានដឹងបានឮថាធម្មជាតិជាសត្វខ្លាវាតែងតែខំតែងតែស៊ីពពែប៉ុន្តែខ្ញុំព្រះអង្គបែរជាឃើញពពែដេញខំខ្លាស៊ីទៅវិញមិនត្រឹមតែប៉ុណ្ណោះខ្ញុំព្រះអង្គបានឃើញទៀតថាហ្វូងខ្លាគ្រាន់តែឃើញពពែលំមកអំពីចម្ងាយក៏នាំគ្នាដាក់មេផៃបោយ៉ាងលឿនចូលទៅនៅក្នុងព្រៃធំទៅលាក់ខ្លួនបំពួនសងំព្រោះខ្លាចពពែខំស៊ី
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់មានព្រះពុទ្ធដីកាกับព្រះមហាសុបិននេះថ្វាយព្រះបាទអសេនតិកោសលថាថ្វាយព្រះពរមហារាជលុះចំណេចេតិកាតទៅមុខទៀតទៅពួកបណ្ដាជនជាអ្នកអត្រកូលហើយអវិជ្ជាត្រូវទទួលបានសេចក្តីប្រោសប្រានឲ្យឡើងធ្វើជានមើនជានីធំឯជនដែលមានពូជមានត្រកូលខ្ពង់ខ្ពស់បែរទៅជាអយុស័កធ្លាក់ខ្លួនទៅជាអ្នកក្រកំសត់ទៅវិញអ្នកធំជឿតាមសេចក្តីវិនិច្ឆ័យរបស់មន្ត្រីក្មេងៗដែលកេងប្រវ័ញ្ចមាសប្រាក់យកស្រែចម្ការជារបស់បណ្ដារាស្ត្រធ្វើជារបស់ខ្លួនថែមទាំងឲ្យចាប់រាស្ត្រធ្វើទរណកម្មទាំងកំហែងថាឯងបានជាហ៊ានបៀតបៀននិងនិមឺនជួនកាលមានដល់ទៅជាទូពៃកាត់ដៃកាត់ជើងវេខ្នោះផងម្លោះហើយអ្នកមានពូជមានត្រកូលខ្ពង់ខ្ពស់ចេះតែផិតភ័យព្រួយបារម្ភខ្លាចគេរកឃើញគេនឹងចាប់ចងយកខ្លួនទៅធ្វើជាទូពៃម្យ៉ាងទៀតក្នុងសាសនាតថាគតក៏មានកើតហេតុភេទដូចគ្នាដែរគឺពួកភិក្ខុទ្រុសិលចេះតែរករឿងហេតុចាប់ទោសចាប់កំហុសពួកភិក្ខុអ្នកមានសិលបរិសុទ្ធល្អទៅវិញដូច្នេះពួកភិក្ខុអ្នកមានសិលល្អបរិសុទ្ធស្អាតទាំងនោះក៏នាំគ្នារត់រកទីពឹងនៅតាមដោយព្រៃភ្នំក្រំថ្មអស់ទៅថ្វាយព្រះពរមហារាជសុបិននិមិត្តទាំង16ប្រការនេះឥតមានឲ្យកើតជាទោសទុក្ខជាភ័យអន្តរាយអ្វីដល់ព្រះអង្គសោះឡើយសាធុវោអស់លោកអ្នកសាធុសពបរោះទាំងឡាយពុទ្ធគមនីសោលៈសនិមិត្តចង់ដោយបរិបូរតែប៉ុណ្ណេះ